ខ្ញុំដឹងថានាឡិកាសប្តាហ៍នេះគឺមានស្តៀងគ្នាច្រើនតែអាចមកមើល model នេះសិនដោយសារតែមើលពីខាងក្រៅទៅវាមិនមែនជានាឡិកាបែបទំនើបអីទេវាគ្រាន់តែជានាឡិកាដែលប្រើទំនិញធម្មតាមិនមែនជា smart watch បើសិនជាមើលពីចំហៀងគឺវាមានប៊ូតុង3ហើយមាន1សម្រាប់បង្វិលចំពោះការទាញប៉ះបញ្ជាចុះឡើងហើយនាឡិកានេះ design ជាលក្ខណៈនាឡិកាធម្មតាសាមញ្ញកម្រាស់នាឡិកាគឺស្ដើងខ្លាំងប៉ុន្តែអេក្រង់វិញគឺវាមានទំហំធំប្រភេទ AMOLED វាមានទំហំដល់ទៅ 1.43 អ៊ីងមាន refresh rate 60 Hz មានពណ៌ដិតច្បាស់ពន្លឺភ្លឺខ្ញុំប្រើតែ 40% ឬក៏ក្រោមនឹងទេក្នុងការដែលមើលប្រចាំថ្ងៃហើយល្បឿនរបស់វាវិញគឺ scroll ម្ដងអត់មានតាក់ឬក៏យឺតទេវាមកតាមដៃលឿនអត់ទៅចិត្តបើនិយាយពីតួខ្លួនដែលស្រោបអេក្រង់ AMOLED ហ្នឹងគឺវាជាប្រភេទ material titanium ប៊ូតុងនេះក៏ titanium ដែរហើយសម្រាប់ខ្សែវិញជាប្រភេទ stainless steel ខ្ញុំភ្លេចប្រាប់ឈ្មោះដោយសារតែវាមាន material titanium នៅក្នុងហ្នឹងអញ្ចឹងឈ្មោះរបស់វាគឺគេដាក់ថា Falcon Titanium ចេញពី brand Venus កន្លែងមកមើលខ្សែ stainless steel នេះគឺវាធន់វាមានកាឡាស្អាតហើយពណ៌ស៊ីគ្នាបើសិនជាកន្លែងទៅមើលនាឡិកាទាំងមូលហ្នឹងហើយសម្រាប់អ្នកចូលចិត្តពណ៌បែប silver អីគឺត្រូវចិត្តហើយមិនថាតែសុំកញ្ចក់ខ្សែហើយនឹងប៊ូតុងគឺវាពណ៌តែមួយហើយមើលឃើញ material ហ្នឹងលក្ខណៈដូចគ្នាតែមួយទៀតអញ្ចឹងគឺស៊ីគ្នាហើយសម្រាប់នាឡិកាប្រភេទនេះខ្ញុំដឹងថាអ្នកនរគ្នាកំពុងតែគិតអីហើយមនុស្សដែលមានវ័យ20ឆ្នាំឡើងទៅអាចចូលចិត្តមួយចំនួនប៉ុន្តែបើសិនជាអ្នកចាប់ពីវ័យ30ឡើងទៅគឺអាចចូលចិត្តច្រើនដោយសារតែភាពសាមញ្ញចាស់ទុំនិងភាពយូរអង្វែងរបស់នាឡិកានេះគឺគេនិយមចូលចិត្តប្រើហើយនិយាយដល់ភាពធន់គឺ Titanium និង Stainless Steel នេះវាពិតជាធន់ជាងពពួក Smart Watch ដែលប្រើទូខ្លួនជ័រឬក៏ដែកធម្មតាវាក៏ធន់ជាងពពួកអាលុយមីញ៉ុមដែរប្រព័ន្ធការពារជំរាបទឹករបស់វាគឺ Fire ATM waterproof ដែលយើងអាចដាក់ត្រាំចូលទឹកជម្រៅ50ម៉ែត្រដោយគ្មានបញ្ហាឬក៏អាចយកហែលទឹកបានងូតទឹកចាំបាច់ដោះចេញក៏បានដែរហ្នឹងហើយពីខាងក្រៅវាសាមញ្ញវាធន់អីអញ្ចឹងក៏ប៉ុន្តែខាងក្នុងវិញក៏វាមានរបស់ទំនើបទៅក្នុងហ្នឹងដូចគ្នាទំនើបហ្នឹងគឺសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃទូទៅរបស់ទី1ដែលវាមានគឺផ្ទាំងបង្ហាញម៉ោងដែលសម្បូរទៅដោយ mode ជាច្រើនផ្សេងៗគ្នាមាន animation ពណ៌ស្អាតមានលេខមានរូបភាពហើយបើសិនជាយើងដាក់ជាប្រភេទត្រូនិកនៅក្នុងហ្នឹងទៀតវាហាក់បីដូចជានាឡិកាដែលប្រើត្រូនិកមែនតើអញ្ចឹងហើយដល់ពេលដែលមើលមកពេលដែលប្រើគឺលក្ខណៈថាមើលឃើញ classic មុខងារថ្មីមួយគឺវាមានការផ្លាស់ប្ដូរ icon ទាំងអស់ដែលពីមុនមកខ្ញុំមិនអាចជួបទេនៅក្នុងនាឡិកាធ្លាប់តែមានការផ្លាស់ប្ដូរទម្រង់ menu ហើយរបស់ផ្លាច់មួយទៀតគឺ carousel menu អាហ្នឹងនៅពេលដែលយើងចុចប៊ូតុងខាងលើទៅវានឹងបង្ហាញផ្ទាំងដូចជា multitasking ដែរវាជំនួសការដែលយើង swipe ពីខាងឆ្វេងទៅខាងស្ដាំដើម្បីមើលទិន្នន័យផ្សេងៗប្រចាំថ្ងៃហ្នឹងទាញម្ដងមួយរហូតដល់ page ចុងក្រោយទេយើងអាចចុចប៊ូតុងមួយដើម្បីបង្វិលនៅលើអេក្រង់ហ្នឹងវាបង្ហាញម្ដងទាំងអស់ម្ដងដែលតោះគ្នាត្រូវទាញម្ដងមួយចេញពី watch face ទំនាស់ទៅដល់ផ្ទាំងដែលយើងចង់មើលរបស់ទី2គឺការ call ដោយភ្ជាប់ Bluetooth ទៅកាន់ទូរស័ព្ទអញ្ចឹងនៅពេលដែលយើងមានគេ call មកដៃយើងមិនអាចកាន់ទូរស័ព្ទបានយើងអាចប្រើនាឡិកានេះជំនួសដល់សិនដោយសារតែវាមាន microphone និង speaker នៅក្នុងហ្នឹងអាចនិយាយទូរស័ព្ទបានមុខងារលេងកីឡាក៏វាមានដែរដោយសារតែវាប្រើ sensor នៅខាងក្រោមនាឡិកាហ្នឹងដើម្បីដឹងពីចង្វាក់បេះដូងម៉ោងគេងពេលណាយើងគេងលក់ស្កប់ពេលណាយើងក្រោកឡើងវាស់ស្ទង់អុកស៊ីហ្សែននៅក្នុងឈាមសម្ពាធឈាមកម្រិត stress និយាយទៅគឺមានការ track មកទូខ្លួនយើងហ្នឹងជាប្រចាំដូច smart watch ទូទៅអញ្ចឹងហើយមុខងារផ្សេងទៀតដែលនាឡិកាមានគឺវាមានដូចគ្នាម៉ាស៊ីនគិតលេខ protecton នាឡិការ៉ប់ម៉ោងនាឡិការ៉ូអីហ្នឹងគឺមានទាំងអស់ហើយសំខាន់ដោយសារតែអេក្រង់ AMOLED នេះគឺវាភ្លឺច្បាស់ហើយវាធំទៀតអញ្ចឹងគ្រប់ពេលដែលយើងក៏លេចទៅមើលលេខតូចៗនៅក្នុងហ្នឹងយើងមើលឃើញច្បាស់ចំណុចបន្ថែមដែលមាននៅក្នុងនាឡិកានេះគឺការបង្ហាញអក្សរខ្មែរយើងចង់មើល notification ដែលមានអក្សរខ្មែរចេញពីទូរស័ព្ទមកយើងអាចមើលបានហើយមួយទៀតយើងអាចផ្លាស់ប្ដូរ menu ទាំងអស់ទៅជាអក្សរខ្មែរក៏បានដែរសម្រាប់ថាមពលថ្មនៅក្នុងនាឡិកាដៃនេះនៅក្នុងស្ពេចគេដាក់ថាប្រើបានត្រឹមតែ8ថ្ងៃទេតែសម្រាប់ខ្ញុំដោយសារតែវាមានអេក្រង់ភ្លឺខ្លាំងអញ្ចឹងខ្ញុំប្រើត្រឹម 40% ទៅ 50% គឺអាចសន្សំថ្មបានរយៈពេល7ថ្ងៃគឺវានៅសល់ 49% ទៀតណាមួយខ្ញុំក៏ដែលបើក call ដោយប្រើ speaker និង microphone នៅក្នុងនឹងដែរអញ្ចឹងអាចនិយាយបានថាចាប់ពី7ថ្ងៃដល់10ថ្ងៃស្រ័យលើអ្នកទាំងគ្នាប្រើគឺវាអាចរត់ផុតអញ្ចឹងបន្ទាប់ពីខ្ញុំបានប្រើនាឡិកានេះមួយរយៈមកខ្ញុំពិនិត្យមើលឃើញថាខ្ញុំអាចឲ្យបន្ទុកច្រើនទៅលើ Falcon Titanium នេះត្រង់វាមានលក្ខណៈសម្ដែងទៅរកមនុស្សដែលចូលចិត្តរូបរាងនាឡិកាត្រូនិកបែប classic តែចង់រស់នៅជាមួយមុខងារដែល smart watch មានថ្មរបស់វាគឺ improve បានច្រើនបើធៀបទៅកាន់ model ផ្សេងទៀតតម្លៃប្រហែលគ្នាហើយបើសិនជាមានអ្នកសួរថាអេក្រង់ AMOLED អញ្ចឹងប្រើថ្មអញ្ចឹងហើយតួខ្លួនសិតតែលោហៈធាតុ titanium stainless steel តែវាអត់ក្តៅទេវាក្តៅបើសិនជាយើងឈរនៅ5ថ្ងៃឬនៅកន្លែងក្តៅនិយាយលេងទេក៏ប៉ុន្តែចម្លើយហ្នឹងអាចថាជាការពិតដែរវាមាន chip ប៉ុន្តែវាមិនមែនសម្រាប់ performance អីដូចទូរស័ព្ទទេអញ្ចឹងកម្ដៅគឺអត់មានចេញមកខាងក្រៅទេបើទោះបីជាអ្នកទាំងគ្នាចុចប្រើវា
បើកពន្លឺអេក្រង់ភ្លឺក៏ដោយបើសិនជាជិះម៉ូតូហាលថ្ងៃហើយចូលមកក្នុងកន្លែងមកលុបវិញ yes កម្ដៅវាប្រកាសជាស្រូបតាមរយៈការជះមកកាន់នោះអាធាតុនឹងយ៉ាងណាខ្ញុំគិតថាការខលបានមើលអក្សរខ្មែរបានមានរបស់ប្លែកច្រើនគួរសមហើយវាមានរូបរាង design ត្រូវច្រើនសម្រាប់មនុស្សវ័យកណ្ដាលឡើងទៅដូចខ្ញុំទៀតខ្ញុំគិតថាវាជានាឡិកាល្អមួយអាចទិញទុកជាកាដូសម្រាប់មនុស្សចាស់គាត់អាចនឹងពេញចិត្តច្រើនហើយគាត់នឹងអាចសម្លឹងមើលវាច្រើនដោយសារតែរូបរាងរបស់វាអាចនឹងត្រូវចិត្តគាត់ហើយមុខងារផ្សេងៗនៅក្នុងនេះគាត់អាចប្រើប្រាស់បានមួយទៀតរឿងខ្សែអ្នកទាំងគ្នាកុំបារម្ភនៅក្នុងប្រអប់គឺគេមាន tool មួយដែលយើងអាចសេរីខ្សែនឹងបានយើងដោះម្ដងមួយកម្មដើម្បីសេរីត្រូវដៃពេលអ្នកទាំងគ្នាទៅទិញអាចឲ្យគេសេរីឲ្យហើយឬក៏មកដល់ផ្ទះសេរីខ្លួនឯងឬក៏ទៅរកកន្លែងនៅក្បែរផ្ទះមានអ្នកណាដែលគាត់ជាជាងនាឡិកាឬក៏អ្នកលក់នាឡិកាហ្នឹងយើងអាចទៅរក tool អស់នឹងបានងាយទេអញ្ចឹងនេះគឺជា Venus Falcon Titanium អរគុណជួបជាមួយខ្ញុំនៅវីដេអូបន្ត